ពេលយើងនិយាយពីរឿងរ៉ាវដែលមិនជួយចិត្តបំផុតហ្នឹងភាគច្រើនគឺយើងតែងតែគិតដល់ការបាត់បង់ទៅលើតួអង្គសំខាន់ណាមួយនៅក្នុងសាច់រឿងក៏ប៉ុន្តែការលាគ្នារវាងសំពៅ Going Merry ហ្នឹងវាគឺជារឿងដែលប្លែកពីគេទាំងស្រុងតែម្ដងព្រោះដោយសារតែវាបានធ្វើឲ្យអារម្មណ៍របស់យើងហ្នឹងវឹកវរឬក៏បង្ខំឲ្យយើងហ្នឹងស្រក់ទឹកភ្នែកស្ដាយសំណោះទៅលើកំទេចឈើឬក៏ដែកគោលឬក៏ផ្ទាំងកំណាត់ដែលបានចងជាប់នៅលើក្តោងទូកហ្នឹងបាទស្វាគមន៍ប្រិយមិត្តទាំងគ្នាសម្រាប់ការវិលត្រឡប់មកវិញជាមួយនឹង Anime for Life អេពីសូតទី6ហើយថ្ងៃហ្នឹងគឺយើងមកនិយាយជាមួយនឹងរឿងមួយចំនួនដែលតាក់ទងជាមួយសំពៅ Going Merry អ្នកនរគ្នាសាកគិតទៅមើលថាសម្ដីចុងក្រោយមុនពេលដែល Going Merry គាត់បានលេចចូលទៅក្នុងសមុទ្រហ្នឹងគឺគាត់បាននិយាយថាខ្ញុំសុំទោសណាខ្ញុំពិតជាចង់ជូនដំណើរអ្នកនរគ្នាហ្នឹងឲ្យបានឆ្ងាយជាងនេះបន្តិចខ្ញុំសុំទោសណាខ្ញុំពិតជាចង់បន្តដំណើរផ្សងព្រេងជាមួយអ្នកនរគ្នាជារៀងរហូតសម្រាប់អ្នកដែលមិនមែនជា fan One Piece ប្រកាសជាស្ដាប់ទៅវាដូចជាធម្មតាក៏ប៉ុន្តែសម្រាប់អ្នកដែលគាត់ជា fan របស់ One Piece ឃ្លាមួយហ្នឹងគឺវាពិតជាចាក់ដោតខ្លាំងមែនទែនព្រោះដោយសារតែសំពៅមួយគ្រឿងហ្នឹងវាមិនមែនធ្វើការយំស្រែកព្រោះតែរូបគេបានស្ដាយទៅលើរាងកាយដែលត្រូវតិចខ្ទីទេក៏ប៉ុន្តែគឺនាងបានសុំទោសទៅកាន់មនុស្សគ្រប់គ្នាដោយសារតែនាងមិនអាចជួយពួកគេបានទៅមុខបន្តទៀតបើសិនជាយើងនិយាយពីជីវិតពិតយើងវិញជារឿយៗរបស់ដែលធ្លាប់ជួយយើងពីរតិកាហ្នឹងវាមិនមែនត្រូវបានបង្កើតឡើងសម្រាប់បន្តដំណើរជាមួយនឹងយើងហ្នឹងទៅមុខជាងរហូតទេមុនមកដល់ត្រង់ហ្នឹង Luffy ហើយនិង Usopp គាត់បានឈានដល់ការវាយគ្នាដោយក្រុមហេតុផលមួយថា Luffy ក៏សម្រេចចិត្តក្នុងការបោះបង់ Going Merry ចោលព្រោះដោយសារតែនាងមិនអាចជួសជុលបានទេក៏ប៉ុន្តែ Usopp គាត់ប្រកែកហើយគាត់ចង់រក្សាជាមួយសំពៅដ៏កំសត់មករមួយហ្នឹងហើយណាមួយសំពៅមួយហ្នឹងក៏ជាសមាជិកនៃក្រុមទាំងមូលផងដែរបើសិនជាយើងគិតទៅអារឿងរ៉ាវឆ្លោះគ្នាហ្នឹងគឺមិនមែនដោយសារតែសំពៅមួយគ្រឿងហ្នឹងទេក៏ប៉ុន្តែវាគឺជាសមរភូមិផ្លូវចិត្តរបស់មនុស្សយើងក្នុងការប្រឈមមុខក្នុងការបាត់បង់អ្វីមួយបើសិនជាក្នុងជីវិតពិតវិញយើងហៅទម្លាប់មួយនឹងថា Sanko Fallacy ដែលវាបានន័យជាភាសាខ្មែរថាការស្ដាយសំណោះអតីតកាលហើយម្យ៉ាងវិញទៀតយើងអាចនិយាយបានថាវាគឺជាការបន្តចំណាយកម្លាំងចិត្តក្តីស្រឡាញ់ឬក៏ពេលវេលារបស់យើងទៅលើរបស់ទាំងអស់ហ្នឹងបើទោះបីជាយើងដឹងថារបស់ហ្នឹងបានបែកបាក់ឬក៏វាអាចនឹងឈានដល់ជាមួយនឹងការផ្ដល់គ្រោះមហន្តរាយដល់យើងក៏យើងអត់ខ្វល់ដែរព្រោះដោយសារតែយើងច្រឡំគិតថាការដោះលែងការលះបង់វាចោលហ្នឹងគឺជាការក្បត់នឹងអតីតកាលក៏ប៉ុន្តែតាមរយៈសាច់រឿងរបស់ Going Merry គឺបានបង្ហាញយើងឲ្យឃើញជាមួយនឹងជ្រុងមួយថាការលូតលាស់ក៏ដូចជាការឈានជើងចេញពីកន្លែងចាស់ហ្នឹងវាមិនមែនជាការក្បត់ទេតែវាគឺជាការផ្ដល់កិត្តិយសទៅវិញក្នុងឈុតមួយនៅពេលដែល Luffy គាត់បានកាន់គប់ភ្លើងទៅដុតសំពៅ Merry ហ្នឹងវាគឺជាការគោរពដ៏ជ្រាលជ្រៅបំផុតដែលពួកគាត់បានលាយគ្នាហើយភាពចាស់ទុំពិតប្រាកដហ្នឹងគឺជាការព្រមទទួលយកការពិតថាមនុស្សខ្លះទម្លាប់ខ្លះនិងចំពោះខ្លះនៃជីវិតយើងហ្នឹងគឺត្រូវបានបង្កើតឡើងគ្រាន់តែជាស្ពានដើម្បីចម្លងយើងតែប៉ុណ្ណោះនិយាយទៅវាមិនមែនបានន័យថារបស់ហ្នឹងត្រូវតែទៅតាមយើងរហូតដល់ថ្ងៃយើងស្លាប់ទេព្រោះដោយសារតែអ្នកនរគ្នាត្រូវចាំថា life need to update ជីវិតរបស់យើងគឺត្រូវការអ្វីដែលថ្មីជាងរហូតអានេះខ្ញុំលើកឧទាហរណ៍ក្រៅសាច់រឿងមួយចុះដូចយើងបានដឹងអញ្ចឹងថាកីឡាករបាល់ទាត់ដូចជា Lionel Messi មនុស្សគ្រប់គ្នាក្នុងវិស័យបាល់ទាត់ប្រកាសជាគិតថា Messi នឹងគ្មានថ្ងៃចាក់ចេញពី Barcelona ទេក៏ប៉ុន្តែជាចុងក្រោយស្ថានភាពមួយគឺត្រូវតែតម្រូវឲ្យគាត់ចាក់ចេញពីក្រុមដែលគាត់ស្រឡាញ់បើទោះបីជាគាត់មិនចង់ឬចង់ក៏ដោយអញ្ចឹងមេរៀននៅក្នុងវីដេអូមួយហ្នឹងឬក៏សាច់រឿងដែលដកស្រង់ចេញពីសំពៅ Going Merry ហ្នឹងបានបរៀនជាមួយនឹងរឿងមួយចំនួនដល់ខ្ញុំឲ្យបានដឹងថាជីវិតរបស់យើងគឺត្រូវការជាមួយនឹងការអាប់ដេតត្រូវការផ្លាស់ប្ដូរហើយយើងត្រូវតែហ៊ានឈានជើងសម្រេចចិត្តចេញពីកន្លែងមួយឬក៏មនុស្សណាមួយអញ្ចឹងបើសិនជាបងប្អូនយើងមានមតិយោបល់អីតាក់ទងជាមួយនឹងប្រធានបទមួយហ្នឹងគឺអាចធ្វើការខមមិននៅក្នុងវីដេអូខាងក្រោមបានហើយយើងក៏នឹងចាំជួបគ្នាបន្តទៀតជាមួយនឹងអេពីសូតទី7 Bye bye